ตามเมียนมูลหะจำบองเอาไว้คลาแต่เพื่อเอาอเมริกនិងអ៊ីរ៉ង់មិនអាចសម្រេចបាននៅកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ជាមួយគ្នាបានហើយបទជប់បាញ់60ថ្ងៃបានកន្លងផុតទៅនេះស្ថានភាពជារួមនៅក្នុង60ថ្ងៃនៃការអនុវត្ត MOU នេះមានសភាពយ៉ាងណាខ្លះបាទជុំវិញបញ្ហានៅអ៊ីរ៉ង់នេះខ្ញុំបាទសូមជូនសំណួរដំបូងទៅកាន់លោករីណាបាទលោករីណារយៈពេល60ថ្ងៃនៃការអនុវត្តអនុសារណៈនៃការយោគយល់អ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានកន្លងផុតទៅហើយហើយដល់ពេលបានជានៅក្នុងអំឡុងរយៈពេលច្រើនថ្ងៃនេះភាគីទាំងពីរនៅតែមិនអាចសម្រេចបាននៅកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយបានបាទយើងត្រូវមើលទៅលើខ្លឹមសារនៃប្រការមួយចំនួននៅក្នុងអនុសារណៈនៃការយោគយល់នឹងគឺក្រោយពេលដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី17ខែមិថុនាឆ្នាំ2026នៅអនុសារណៈនៃការយោគយល់ក្នុងនឹងប្រការមានចែងច្បាស់ប៉ុន្តែភាគីទាំងពីរបែរជានិយាយអត់ច្បាស់ទី1គឺសហរដ្ឋអាមេរិកត្រូវដកការហុំព័ទ្ធច្រកសមុទ្រហ័រមូសអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រហ័រមូសឡើងវិញនេះគឺចំណុចទី1ហើយក្នុងនោះអ៊ីរ៉ង់សុំលើកយកការចរចាកម្មវិធីនុយក្លេអ៊ែរទៅពេលក្រោយបន្ទាប់មកទៀតគឺការចរចាត្រូវធ្វើឡើងក្នុងន័យថាត្រូវដកទណ្ឌកម្មលើអ៊ីរ៉ង់អនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងបានជាថ្មីទៀតនិងរៀបចំផែនការបង្វែរលុយប្រមាណជា300,000 លានដុល្លារក្នុងការអភិវឌ្ឍប្រទេសអ៊ីរ៉ង់ឡើងវិញនេះគឺខ្លឹមសារចែងតែផ្ទួនគ្នាអញ្ចឹងប៉ុន្តែក្រោយពេលចុះហត្ថលេខាហើយសហរដ្ឋអាមេរិកថា60ថ្ងៃនឹងដកការហុំព័ទ្ធតែគ្រាន់តែចុះហត្ថលេខាហើយសហរដ្ឋអាមេរិកបានដកការហុំព័ទ្ធភ្លាមចំណែកអ៊ីរ៉ង់វិញអ៊ីរ៉ង់បានលើកឡើងថាក្នុងរយៈពេល60ថ្ងៃនេះគឺខ្លួនមិនយកប្រាក់ទេសម្រាប់ច្រកសមុទ្រហ័រមូសហាក់ដូចជានិយាយផ្ទុយគ្នាទៅវិញគឺខ្លួនមិនយកលុយទេក្នុងរយៈពេល60ថ្ងៃហើយការចរចាប្រព្រឹត្តទៅក្រោយពេលការចរចានេះចប់ឬបានសម្រេចកិច្ចព្រមព្រៀងចុងក្រោយអ៊ីរ៉ង់នឹងយកលុយនេះគឺជាចំណុចមួយទៀតគឺប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល60ថ្ងៃនេះគឺតម្រូវឲ្យនាវាចរទាំងអស់ដែលចេញចូលច្រកសមុទ្រហ័រមូសឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវតែបើកតាមផ្លូវដែលអ៊ីរ៉ង់រៀបចំឲ្យដូច្នេះសហរដ្ឋអាមេរិកបានមើលឃើញថាអ៊ីរ៉ង់មិនបានអនុវត្តកិច្ចព្រមព្រៀងទេគឺក្នុងនោះគឺអ៊ីរ៉ង់បែរជាលើកឡើងថាក្នុងរយៈពេល60ថ្ងៃអ៊ីរ៉ង់អត់ទារថ្លៃការឆ្លងកាត់អញ្ចឹងក្រោយ60ថ្ងៃអ៊ីរ៉ង់ច្បាស់ជាយកលុយនេះគឺជាចំណុចមួយដែលសហរដ្ឋអាមេរិកមានពេញចិត្តទី2គឺអ៊ីរ៉ង់បានគូសវាសផ្លូវសម្រាប់ធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រហ័រមូសបើនាវាទាំងឡាយណាដែលបើកផ្លូវផ្សេងពីនេះអ៊ីរ៉ង់នឹងវាយប្រហារអញ្ចឹងហើយសហរដ្ឋអាមេរិកភ្លាមក៏បានដកទាំងអនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងវិញហើយក៏ជជែកពីការបញ្ចេញទឹកប្រាក់បង្កកត្រឡប់ទៅឲ្យអ៊ីរ៉ង់ហើយនឹងក៏រៀបចំផែនការក្នុងការថានឹងបញ្ជូនទឹកប្រាក់300,000 លានដុល្លារជាការអភិវឌ្ឍប្រទេសអ៊ីរ៉ង់ឡើងវិញប៉ុន្តែក្រោយពេលដែលអ៊ីរ៉ង់បានវាយប្រហារនាវានេះនៅច្រកសមុទ្រហ័រមូសដែលធ្វើឲ្យនាវាទាំងឡាយមានការខូចខាតមានស្លាប់នាវិកអីជាដើមដែលធ្វើឲ្យសហរដ្ឋអាមេរិកយល់ថាគឺអ៊ីរ៉ង់មិនបានអនុវត្តកិច្ចព្រមព្រៀងនៅក្នុងអនុសារណៈនៃការយោគយល់អនុវត្តខ្លឹមសារនៃអនុសារណៈនៃការយោគយល់ទេហើយការចរចាទៀតសោតហាក់ដូចជាអត់មានវឌ្ឍនភាពដោយសារតែអ៊ីរ៉ង់សង្កត់យករឿងបញ្ហាច្រកសមុទ្រហ័រមូសដល់ក្រោយមកគឺអ៊ីរ៉ង់ទៅជាជជែកជាមួយនឹងប្រទេសអូម៉ង់ដែលឈូងសមុទ្រអូម៉ង់នៅម្ខាងនៃច្រកសមុទ្រហ័រមូសចឹងហើយនៅពេលខ្លះគឺប្រទេសអ៊ីរ៉ង់បានលើកឡើងថាអ្នកមិនពាក់ព័ន្ធកុំលូកមាត់គឺមានន័យថាសហរដ្ឋអាមេរិកលែងពាក់ព័ន្ធណាគឺការចរចាពាក់ព័ន្ធតែអ៊ីរ៉ង់ជាមួយនឹងប្រទេសអូម៉ង់នេះដែលធ្វើឲ្យសហរដ្ឋអាមេរិកបានចាប់ផ្ដើមវាយប្រហារឡើងវិញទៅលើប្រទេសអ៊ីរ៉ង់ឲ្យតែអ៊ីរ៉ង់ហ៊ានវាយប្រហារទៅលើនាវានានាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសមិនបើកតាមផ្លូវដែលអ៊ីរ៉ង់រៀបចំនេះជាដើមចមធំជាងគេនៃការផ្ទុះសង្គ្រាមជាថ្មីហើយនឹងមិនអាចភាគីទាំងពីរមិនអាចរកច្រកសម្របសម្រួលបានទោះបីជាមានការជជែកវឌ្ឍនភាពខ្លះកន្លងមកជាមួយតាមរយៈអន្តរការីប៉ាគីស្ថាននិងប្រទេសកាតាក៏ដោយដូច្នេះជារួមមកគេមើលឃើញថាច្រកសមុទ្រហ័រមូសគឺជាចំណុចខ្ទាស់ធំជាងគេដែលអ៊ីរ៉ង់ថាក្រោយ60ថ្ងៃត្រូវយកលុយហើយក្នុងអំឡុងពេល60ថ្ងៃនៃការពិភាក្សាគ្នានេះ
គឺអ៊ីរ៉ង់តម្រូវឲ្យនាវាដែលឆ្លងកាត់ចេញនឹងចូលច្រកសមុទ្រហូមូសត្រូវតែឆ្លងកាត់ផ្លូវអ៊ីរ៉ង់បើមិនឆ្លងកាត់ផ្លូវរបស់អ៊ីរ៉ង់ឬក៏ផ្លូវដែលសម្របសម្រួលដល់អាជ្ញាធរអ៊ីរ៉ង់ទេអ៊ីរ៉ង់ត្រូវវិវហាដែលចំណុចនេះហើយធ្វើឲ្យស្ទះហើយនឹងបញ្ហាផ្សេងត្រូវជាប់គាំងរហូតដល់ពេលនេះបាទឥឡូវយើងងាកទៅកាន់ទស្សនវិជ្ជាមួយទៀតស្របពេលដែលភាគីទាំងពីរនៅកាន់តែឆ្ងាយពីកិច្ចព្រមព្រៀងមិនអាចសម្រេចបានអញ្ចឹងឥឡូវជំហរបន្ទាប់ទៀតរបស់អ៊ីរ៉ង់និងសហរដ្ឋអាមេរិកនេះយ៉ាងណាដែរផុត60ថ្ងៃនេះទៅតើភាគីទាំងពីរត្រឡប់ទៅធ្វើសង្គ្រាមជាមួយគ្នាវិញឬក៏យ៉ាងណាមើលតាមសញ្ញានៃពេលបច្ចុប្បន្ននេះយើងអាចមើលឃើញយ៉ាងណាលោកសេរីមមកសញ្ញានៅពេលបច្ចុប្បន្ននេះវាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ទាំងខាងភាគីសហរដ្ឋអាមេរិកក៏មិននិយាយអំពីទិសដៅអនាគតច្បាស់លាស់ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់នឹងថាតើត្រូវចរចាឬក៏ត្រូវធ្វើសង្គ្រាមសាជាថ្មីចំណែកខាងភាគីអ៊ីរ៉ង់ក៏ដូចគ្នាដែរគឺហាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដែរដោយភាគីទាំងពីរនឹងមិនច្បាស់លាស់ដូចគ្នានៅត្រង់ថាទាំងអ៊ីរ៉ង់ទាំងសហរដ្ឋអាមេរិកមិនដឹងថាសម្រេចចិត្តត្រូវជួបចរចាគ្នានៅពេលណានៅកន្លែងណាហើយថ្នាក់មន្ត្រីកម្រិតណានៅឡើយទេដូច្នេះបើនិយាយពីស្ថានភាពនៅពេលបច្ចុប្បន្ននេះក្រោយពីអនុសារណៈយោគយល់រយៈពេល60ថ្ងៃរវាងភាគីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហ្នឹងគឺរហូតមកដល់ថ្ងៃច័ន្ទនេះគឺផុតកំណត់មិនទាន់មានសញ្ញាសម្រាប់អនាគតក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកទេដោយឡែកនៅក្នុងចំណុចនៅពេលបច្ចុប្បន្ននេះគេរំពឹងថាភាគីទាំងពីរគឺនៅតែឲ្យតម្លៃលើការចរចាបើទោះជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ថាការចរចាឬចាប់ផ្ដើមសង្គ្រាមសាជាថ្មីយ៉ាងណាក៏ដោយក៏គេសង្កេតឃើញថាភាគីទាំងពីរចង់ជួបចរចាជាមួយគ្នានឹងក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនឹងច្រើនជាងទាំងខាងភាគីអ៊ីរ៉ង់ក៏ដោយអ្វីក៏ដោយបើស្ដាប់សម្ដីទៅអ៊ីរ៉ង់ហាក់នៅមានជំហររឹងមាំហើយអ៊ីរ៉ង់ហាក់មានភាពក្អេងក្អាងខ្លាំងក្នុងសង្គ្រាមជាមួយអាមេរិកក៏ដោយក៏អ៊ីរ៉ង់ចង់ជួបចរចាដែរពីព្រោះសង្គ្រាមនេះវាកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ផលប៉ះពាល់ផ្នែកនយោបាយការទូតសេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេគឺខាងអ៊ីរ៉ង់នឹងហើយសហរដ្ឋអាមេរិកក៏មានផលប៉ះពាល់ដែរហើយអញ្ចឹងហើយបានជាភាគីទាំងពីរនឹងចង់ជួបចរចាគ្រាន់តែភាគីទាំងពីរក៏កំពុងតែមើលគ្នាដែរមើលគ្នាខាងអ៊ីរ៉ង់មើលសហរដ្ឋអាមេរិកថាតើសហរដ្ឋអាមេរិកបន្ទន់ជំហរកម្រិតណាឬអាចនឹងផ្ដល់សម្បទានទៅឲ្យអ៊ីរ៉ង់នឹងកម្រិតណានៅពេលបច្ចុប្បន្ននេះបន្ទាប់ពី MOU រយៈពេល60ថ្ងៃបញ្ចប់ខាងសហរដ្ឋអាមេរិកក៏ដូចគ្នាដែរចាំមើលថាតើអ៊ីរ៉ង់មានទុនជំហរចំណុចណាខ្លះទេហើយអាចនឹងបន្ធូរបន្ថយឬក៏ផ្ដល់សម្បទានចំណុចណាមួយឲ្យទៅខាងសហរដ្ឋអាមេរិកដូច្នេះនិយាយជារួមមកវិញប្រហែលថ្ងៃពេលដែល MOU អនុសារណៈយោគយល់រយៈពេល60ថ្ងៃរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកត្រូវបញ្ចប់ភាពមិនច្បាស់លាស់ស្ថិតនៅមាននៅឡើយដោយភាគីទាំងពីរទាំងអ៊ីរ៉ង់ទាំងសហរដ្ឋអាមេរិកមិនទាន់បង្ហើបអំពីអនាគតនៃសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ថាតើត្រូវបញ្ចប់សង្គ្រាមដោយការចរចាឬក៏ភាគីទាំងពីរអាចប្រយុទ្ធគ្នាសាជាថ្មីនៅពេលខាងមុខនោះបាទមានចំណុចថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍ពីប្រសាសន៍របស់លោក Donald Trump គឺលោក Trump កន្លងមកគម្រាមអ៊ីរ៉ង់ច្រើនប៉ុន្តែលើកនេះលោក Donald Trump គម្រាមទម្លាក់គ្រាប់បែកលើប្រទេសអូម៉ង់ដែលត្រូវបានគេដឹងថាជាសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាមួយរបស់សហរដ្ឋអាមេរិកតែមួយរយៈកាលចុងក្រោយយើងឃើញអូម៉ង់វិភាសាច្រើនរឿងគ្រប់គ្រងច្រកសមុទ្រហូមូសជាមួយអ៊ីរ៉ង់តើមានរឿងអីនៅក្នុងនេះទើបនាំឲ្យលោក Trump គម្រាមអូម៉ង់បែបនេះលោករីណាបាទក្រោយពេលដែលភាគីទាំងពីរបានប្រយុទ្ធគ្នាឡើងវិញរយៈពេល13ថ្ងៃជាប់គ្នាពេលហ្នឹងគឺសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់លែងមានច្រកណាជជែកគ្នាទៀតហើយទោះបីជាមានការទទួលស្គាល់ថាបានបញ្ជូនសារបានបដូរសារតាមរយៈអន្តរការីក៏ដោយប៉ុន្តែអ៊ីរ៉ង់ហាក់ដូចជាមានព្រៀបនៅលើច្រកសមុទ្រហូមូសនេះដោយសារតែការណាបិទច្រកសមុទ្រហូមូសគឺធ្វើឲ្យពិភពលោកមានភាពរញ៉េរញ៉ៃឬក៏ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពាក់ព័ន្ធនឹងការផ្គត់ផ្គង់ធម្មពលអញ្ចឹងហើយសហរដ្ឋអាមេរិកក៏ដាក់ការហុំព័ទ្ធឡើងវិញនៅច្រកសមុទ្រហូមូសនេះគឺថានាវាចេញហើយនឹងចូលទៅកាន់កំពង់ផែអ៊ីរ៉ង់មិនឲ្យចូលទេអញ្ចឹងពេលហ្នឹងក៏មានការចរចាជាបន្តបន្ទាប់រវាងអ៊ីរ៉ង់និងអូម៉ង់ដែលគេហៅថាការចរចាអូម៉ង់និងអ៊ីរ៉ង់នេះគឺជាការបើកច្រកសម្រាប់បញ្ចប់សង្គ្រាមមានន័យថានៅពេលណាដែលការចរចារវាងអ៊ីរ៉ង់និងអូម៉ង់
សម្រាប់បានកិច្ចព្រមព្រៀងមានន័យថាចុះហត្ថលេខាវាជាមូលដ្ឋានសម្រាប់ការពិភាក្សាអ៊ីរ៉ង់អាមេរិកប៉ុន្តែការចរចាយូរទៅហាក់ដូចជាមានតែភាគីទាំងពីរសហរដ្ឋអាមេរិកត្រូវបានអ៊ីរ៉ង់មើលឃើញថាជាភាគីជ្រៀតជ្រែកការចរចានេះគឺជាការចរចារវាងអូម៉ង់និងអ៊ីរ៉ង់ទេក្នុងនោះអ៊ីរ៉ង់បានលើកឡើងពីការគ្រប់គ្រងច្រកសមុទ្រហូមូសមានន័យថាដំណើរចូលទាំងអស់ត្រូវឆ្លងកាត់ច្រកសមុទ្រហូមូសទៅឆ្លងកាត់ផ្លូវរបស់អ៊ីរ៉ង់ដោយឡែកនាវាដែលចេញត្រឡប់ទៅវិញគឺត្រូវអ៊ីរ៉ង់គ្រប់គ្រងច្រករបៀងមួយផ្នែកនៃនាវាដែលចាក់ចេញពីច្រកសមុទ្រហូមូសនេះគឺគោលការណ៍របស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់បានកំណត់ទារថ្លៃនៅមានភាពសូន្យសាញមិនច្បាស់លាស់រវាងអ៊ីរ៉ង់និងអូម៉ង់ត្រង់ថាអូម៉ង់បានលើកឡើងដូចជាខ្លាចអាមេរិកដែរចង់និយាយថាបើការបង់ថ្លៃដែលអ៊ីរ៉ង់ទាមទារនេះគឺខាងអូម៉ង់គឺឲ្យបង់ថ្លៃតាមស្ម័គ្រចិត្តមិនមែនជាការកំណត់ដូចអ៊ីរ៉ង់ទេប៉ុន្តែការចរចាម្ដងហើយម្ដងទៀតគឺលោកត្រាំបានលើកឡើងថាអ៊ីរ៉ង់កំពុងតែពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិកគឺអូម៉ង់មានន័យថាជាមនុស្សរបស់អាមេរិកជាសម្ព័ន្ធមិត្តរបស់អាមេរិកជាអ្នកសម្រេចកិច្ចការនេះប៉ុន្តែការចរចាយូរទៅអ៊ីរ៉ង់ហាក់ដូចជាមានចំណែកព្រមព្រៀងភាគច្រើនទៅលើគោលការណ៍រវាងអ៊ីរ៉ង់និងអូម៉ង់ទៅវិញចឹងហើយបានរដ្ឋមន្ត្រីរដ្ឋាភិបាលជាតិសហរដ្ឋអាមេរិកលោក Scott Bessent បានប្រកាសថានឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើប្រទេសអ៊ីរ៉ង់លើប្រទេសអូម៉ង់បើប្រទេសនេះខុបខិតគ្នាឬក៏សហការជាមួយនឹងប្រទេសអ៊ីរ៉ង់ចឹងហើយដោយសារតែការចរចាអ៊ីរ៉ង់គឺលែងផ្ដោតអ្វីទាំងអស់ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកដោយហ៊ាននិយាយដល់ថាមិនបាច់លូកមាត់ទេកុំជ្រៀតជ្រែកការងារបើជ្រៀតជ្រែកការងារអ៊ីរ៉ង់និងអូម៉ង់រកកិច្ចព្រមព្រៀងមិនបានបើរកកិច្ចព្រមព្រៀងនេះមិនបានក៏គ្មានឱកាសណាទៅនិយាយមកអាមេរិកតទៀតដែរចឹងហើយបានលោកត្រាំបានថ្មីនេះបានគម្រាមថានឹងទម្លាក់គ្រាប់បែកទៅលើប្រទេសអូម៉ង់ទៀតបើសិនជាអូម៉ង់នៅតែបន្តគប់គិតគ្នាស្ងាត់ជាមួយនឹងប្រទេសអ៊ីរ៉ង់កំណត់តារាងតម្លៃនៃនាវាចិញ្ចូលច្រកសមុទ្រហូមូសដែលឆ្លងពីហូមូសទៅចូលទៅឈូងសមុទ្រអូម៉ង់គឺអូម៉ង់នៅគ្រប់គ្រងចឹងហើយបានលោកត្រាំគម្រាមប៉ុន្តែយ៉ាងណាក៏មិនមានការធ្វើអធិប្បាយតបវិញពីប្រទេសអូម៉ង់ដែរដោយអូម៉ង់ហាក់ដូចជានៅត្រឹងកន្លងក្រោយមុនពេលដែលលោក Donald Trump គម្រាមអូម៉ង់ហាក់ដូចជាត្រូវរើភាគច្រើនជាមួយអ៊ីរ៉ង់តាក់ទងទៅនឹងការរៀបចំរូបមន្តឬក៏បែបផែននៃការគ្រប់គ្រងច្រកសមុទ្រហូមូសគឺពេលដែលនាវាចេញចូលទៅក្នុងតាមច្រកសមុទ្រហូមូសទៅគឺអ៊ីរ៉ង់គ្រប់គ្រងទាំងអស់ចេញមកវិញអ៊ីរ៉ង់គ្រប់គ្រងហើយទាគ្រប់គ្រងច្រករបៀងចេញមួយផ្នែកទៀតដែលធ្វើឲ្យសហរដ្ឋអាមេរិកមើលទៅឃើញថានាវាទាំងអស់ត្រូវតែបង់លុយឲ្យប្រទេសទាំងពីរហ្នឹងចឹងហើយបានជាលោកត្រាំលើកឡើងថាច្រកសមុទ្រហូមូសនេះនឹងคล้ายជាទឹកដីរបស់សហរដ្ឋអាមេរិកហើយបើអូម៉ង់ចង់ឆាឆៅឬក៏រារាំងនឹងទម្លាក់គ្រាប់បែកលើប្រទេសអូម៉ង់នេះគឺជាការធ្វើថាត្បាយចុងក្រោយរបស់ប្រទេសសហរដ្ឋអាមេរិកលោក Donald Trump ដោយគម្រាមថាអ៊ីរ៉ង់ល្មមឬក៏គួរតែលើកទង់សចុះចាញ់បើមិនចង់ឲ្យមានការខូចខាតធ្ងន់ធ្ងរជាពិសេសគឺដួលរលំសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នេះឯងបាទចាប់អារម្មណ៍ចំណុចមួយទៀតដែលអ៊ីរ៉ង់ខាងភាគីអ៊ីរ៉ង់លើកឡើងថាជំហរយោធាអ៊ីរ៉ង់ឥឡូវនេះកំពុងតែផ្លាស់ប្ដូរពីការវាយការពារខ្លួនទៅជាការវាយលុកសត្រូវហើយមានការបង្ហើបអំពីលទ្ធភាពដែលថាអ៊ីរ៉ង់អាចនឹងប្រើកម្លាំងវាយបំបែករនាំងយោធាសហរដ្ឋអាមេរិកដែលកំពុងបិទផ្លូវទឹកទៅកាន់កំពង់ផែរបស់អ៊ីរ៉ង់នៅច្រកសមុទ្រហូមូសនោះផងរឿងនេះតាមមើលទៅអាចទៅរួចទេលោកសេរីមបាទបើនិយាយថាអាចទៅរួចឬមិនទៅរួចនឹងបើតាមការអះអាងរបស់ខាងភាគីអ៊ីរ៉ង់គឺទៅរួចពីព្រោះដោយសារតែតាមពិតទៅការបិទផ្លូវទឹកនឹងបិទច្រកសមុទ្រហូមូសនឹងគឺពិតជាបិទ2ជាន់មែនបិទ2ជាន់ដែលត្រង់ថាខាងអ៊ីរ៉ង់គឺបិទច្រកសមុទ្រហូមូសនឹងនៅម្ដុំច្រកតូចទល់មុខនឹងប្រទេសអូម៉ង់អ៊ីរ៉ង់មកខាងអូម៉ង់មកខាងអ៊ីរ៉ង់នោះគឺបិទចិត្តសហរដ្ឋអាមេរិកមិនអាចបើកបានដោយខ្លួនឯងទេមិនអាចវាយប្រហារទៅលើអ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រហូមូសពីការបិទពីអ៊ីរ៉ង់បានទេសហរដ្ឋអាមេរិកក៏បិទមកខាងដែរគឺបិទខាងទីធ្លាធំពេលចេញពីច្រកសមុទ្រហូមូសទៅនៅក្នុងដែនទឹកនៅប្រទេសអូម៉ង់នឹងដែរប៉ុន្តែគ្រាន់តែសហរដ្ឋអាមេរិកបិទខាងក្រៅ
ចឹងមានន័យថានៅពេលបច្ចុប្បន្ននេះច្រកសមុទ្រហូមូសនឹងបិទ2ជាន់អ៊ីរ៉ង់បិទច្រកតូចសហរដ្ឋអាមេរិកបិទខាងច្រកធំហើយអ៊ីរ៉ង់ថាវាយប្រហារការបិទផ្លូវទឹកនេះគឺចង់សម្ដៅទៅលើការវាយប្រហារទៅលើនាវារបស់សហរដ្ឋអាមេរិកដែលបិទផ្លូវទឹកនៅខាងក្រៅច្រកសមុទ្រហូមូសក្នុងគោលដៅបិទកំពង់ផែទាំងអស់របស់ខាងភាគីអ៊ីរ៉ង់ហើយសួរថាអ៊ីរ៉ង់អាចវាយប្រហារទម្លុះរបាំងទម្លុះរនាំងនៃការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកបានទេបើតាមភាគីអ៊ីរ៉ង់អះអាងហ្នឹងគឺបានហ្នឹងហើយបាទគឺការវាយប្រហារធ្វើទៅបានប៉ុន្តែត្រង់ថាមិនបានឬយ៉ាងណាគឺបើខាងសហរដ្ឋអាមេរិកថាមិនអាចពីព្រោះដោយសហរដ្ឋអាមេរិកជាមហាអំណាចទៅហើយប៉ុន្តែអ៊ីរ៉ង់ហ្នឹងថាអាចរឿងនេះវារឿងនៅត្រង់ថានៅពេលបច្ចុប្បន្ននេះសង្គ្រាមបើកច្រកសមុទ្រហ្នឹងវាជារឿងធំសហរដ្ឋអាមេរិកបិទច្រកសមុទ្រហូមូសខាងក្រៅហ្នឹងគឺបិទកំពង់ផែទាំងអស់របស់ប្រទេសអ៊ីរ៉ង់ក្នុងគោលដៅបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាពិសេសការលក់ប្រេងរបស់ខាងភាគីអ៊ីរ៉ង់នេះតែម្ដងក្នុងគោលដៅឲ្យអ៊ីរ៉ង់ស្លាប់ដោយការដួលរលំសេដ្ឋកិច្ចរហូតមកដល់ពេលនេះអ៊ីរ៉ង់មិនទាន់ស្លាប់ទេប៉ុន្តែនៅពេលខាងមុខមិនដឹងថាយ៉ាងណាប៉ុន្តែរហូតមកដល់ពេលនេះអ៊ីរ៉ង់មិនទាន់ស្លាប់ទេអ៊ីរ៉ង់បិទច្រកសមុទ្រហូមូសនេះគឺសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រក៏មិនអាចលក់ប្រេងចេញដូចអ៊ីរ៉ង់ដែរដូច្នេះមានន័យថាសហរដ្ឋអាមេរិកបិទច្រកសមុទ្រហូមូសខាងក្រៅដើម្បីបិទខ្ទប់អ៊ីរ៉ង់ប៉ុន្តែអ៊ីរ៉ង់បិទច្រកសមុទ្រតូចហូមូសរវាងអូម៉ង់និងអ៊ីរ៉ង់គឺបិទសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងអស់អញ្ចឹងសហរដ្ឋអាមេរិកជន់អ៊ីរ៉ង់បិទខ្ទប់ចំោះអ៊ីរ៉ង់ទៅបិទខ្ទប់ច្រកទៅបិទខ្ទប់ទៅប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រអញ្ចឹងបិទដូចគ្នាមានន័យថាអាមេរិកបិទដង្ហើមអ៊ីរ៉ង់បិទដង្ហើមបណ្ដាប្រទេសនៅក្នុងឈូងសមុទ្រជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកអ៊ីរ៉ង់គ្មានលទ្ធភាពវាយប្រហារបើករបាំងរបស់សហរដ្ឋអាមេរិកប៉ុន្តែសហរដ្ឋអាមេរិកក៏គ្មានលទ្ធភាពវាយប្រហារបើកច្រកសមុទ្រហូមូសដែលបិទខ្ទប់ដោយអ៊ីរ៉ង់ដែរដូច្នេះភាគីទាំងពីរនេះរហូតមកដល់ពេលនេះបាននិយាយថាតើអ៊ីរ៉ង់អាចឬមិនអាចអ៊ីរ៉ង់មិនទាន់វាយប្រហារទម្លុះរបាំងបិទខ្ទប់ច្រកសមុទ្រហូមូសរបស់សហរដ្ឋអាមេរិកទេគឺអ៊ីរ៉ង់គ្រាន់តែគម្រាមហើយការគម្រាមនេះទំនងជាធ្វើលំអានតាមលោកត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកដែរគឺលោកត្រាំលោកចូលចិត្តគម្រាមលោកចូលចិត្តអួតអញ្ចឹងហើយអ៊ីរ៉ង់ប្រហែលជារៀនអួតតាមលោកត្រាំដែលថាវាយប្រហារកំទេចរបាំងបិទច្រកសមុទ្ររបស់សហរដ្ឋអាមេរិកដែលបិទខ្ទប់កំពង់ផែរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងបាទសូមអរគុណលោកសេរីមនិងលោករីណាយើងនឹងបន្តតាមដានបន្តទៀតអំពីស្ថានភាពជាក់ស្ដែងរឿងចំនួនអាមេរិកអ៊ីរ៉ង់នេះជម្រាបលាបាទអរគុណ